ញាត់គាំទ្រយើងខ្ញុំទាំងអស់គ្នាជាឋានៈដឹកនាំនិងសមាជិកាយុវជនគណបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជានៅព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2026ស្តីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា OCA រវាងកម្ពុជាថៃក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីដោះស្រាយដោយសន្តិវិធីបន្ទាប់ពីភាគីថៃបានប្រកាសដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001 MOU 2001ដែលបានដើរតួនាទីជាក្របខ័ណ្ឌទ្វេភាគីជាសារព័ន្ធតែមួយគត់ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងនាមជាប្រទេសដែលប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិនិងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីផ្សេងក្រៅពីការយកច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS មកធ្វើជាមូលដ្ឋានជាពិសេសយន្តការផ្សះផ្សាដោយចាប់បង្ខំដែលមានចែងច្បាស់នៅក្នុងអនុសញ្ញានេះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនិងសុឆន្ទៈពិតប្រាកដដែលនឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាពនិងសេចក្តីសុខយូរអង្វែងជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាជាឋានៈដឹកនាំនិងសមាជិកាយុវជនគណបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំនិងការបដិញ្ញាចិត្តមិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីកសាងសន្តិភាពក្នុងតំបន់និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អថ្ងៃអង្គារ2រោចខែចេឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី2ខែមិថុនាឆ្នាំ2026យុវជនគណបកប្រជាជនកម្ពុជាថ្នាក់កណ្ដាល